សួស្តីបងប្អូនជាទីគោរពនិងជាទីមេត្រីបាទនេះទស្សនវិជ្ជានៅក្រុមកីឡាករទូកងវត្តនរិនរង្សីអង្គវត្តអង្គរដែលស្ថិតនៅស្រុកថេងត្រីខេត្តស្រុកតាំងចាស់បាទនេះគឺទស្សនវិជ្ជាដែលបងប្អូនកំពុងតែវឹកហាត់នៅលើគោកគឺចលនាកាយយពលនឹងធ្វើយ៉ាងណាដើម្បីឲ្យរាងកាយឲ្យបានក្តៅជៀសពីការធ្លាក់ធ្លោយខ្លាចក្រែងលោមានក្រពើមួយជើងមួយដៃពេលចុះទឹកបាទនេះគឺទស្សនវិជ្ជានេះគឺមានភាពអូឡារឹកធំយ៉ាងខ្លាំងបាទនៅពេលថ្ងៃរសៀលក្រៅពីបងប្អូនកីឡាករដែលមកជួបជុំគ្នាហាត់សមនៅលើគោកចំណែកដែលកុមារាកុមារីក៏ដូចជាគណៈកម្មការពុទ្ធបរិស័ទដែលគណៈគ្រប់គ្រងខាងវិស័យកីឡាអុំទូកនឹងបាទខាងវិស័យអុំទូកងនឹងក៏មកចូលរួមដើម្បីតាមដាននៅសកម្មភាពហាត់យ៉ាងណាបាទតើមើលស្មើក៏មិនស្មើបាទហើយចំណែកខាងគ្រូបង្វឹកវិញក៏តាមដានអំពីចង្វាក់ឬក៏រាងកាយទៅតាមបែបនីមួយៗជាគតិនីមួយៗដែលអ្នកគ្រូបង្វឹកនឹងដាក់ចេញបាទហើយនេះគឺរបៀបបាទរបៀបចលនារាងកាយបាទមុននឹងចុះទឹកហ្នឹងគឺបងប្អូនខាងផ្នែកកីឡាករនៅខាងក្រុមទូកងវត្តអង្គរហ្នឹងក៏បានរៀបចំបាទគឺហាត់យ៉ាងហ្មត់ចត់ណាស់បាទជៀសវាងធ្វើយ៉ាងណាកុំឲ្យមានការឆ្លោះឆ្លួយឲ្យសោះបងប្អូនបាទក៏លេខមើលចុះនេះគឺរបៀបបាទបច្ចេកទេសហែកជើងបាទហែកជើងកវីក្បត់ធ្វើយ៉ាងណាបាទហើយក្រោយពីហាត់លើគោករួចនឹងក៏បានបងប្អូនក៏នាំគ្នាមកចុះនៅលើរន្ទាបាទរន្ទានេះដើម្បីហាត់សមទៅតាមរបៀបថាចង្វាក់យ៉ាងណាឲ្យបានស្មើបាទដើម្បីធ្វើឲ្យថាទូកយើងនឹងមានល្បឿនបាទហើយនេះគឺបងកាយវិការរបស់បងខាងក្រុមកញ្ចែនេះគឺក្រមុតមែនទែនហើយចំណែកលើគោកវិញក៏មានបងប្អូនក្មួយៗហ្នឹងអ្នកដែលស្នេហាខាងវិស័យទូកងហ្នឹងក៏មកឈួរតាមដានបាទនេះគឺថាចង្វាក់នេះគឺចង្វាក់ដល់កមកបាទចាប់បច្ចៈញាប់ឡើងគឺប្រៀបដូចថាទូកនឹងចិត្តមកដល់ខ្សែប្រតអញ្ចឹងបាទហើយសូមអរគុណបងប្អូនដែលបានតាមដានក៏ដូចជាយកចិត្តទុកដាក់នៅតាមផេករបស់យើងខ្ញុំបាទសូមអរគុណ